សួស្តីបងប្អូននេះគឺជាវីដេអូការខ្ញុំនិងកូនសាចាំ transit នៅឯប្រទេសវៀតណាមដោយសារតែខ្ញុំជិះយន្តហោះពីទីក្រុងកូប៉េនហេហ្គែនមកកម្ពុជាអត់មានយន្តហោះ direct ទេអញ្ចឹងខ្ញុំត្រូវមក transit នៅប្រទេសវៀតណាមសិនដោយសារតែខ្ញុំរងចាំ transit នឹងមានរយៈពេលយូរម៉ោងអញ្ចឹងហើយក៏ខ្ញុំជួបបន្ទប់សម្រាប់សម្រាកជាមួយនឹងកូនសាអញ្ចឹងវាមានភាពងាយស្រួលសម្រាប់ខ្ញុំពីព្រោះថាខ្ញុំមានកូនតូចហើយបន្ទប់នោះមានឈ្មោះថា Sleep Zone ដែលយើងអាចកក់រយៈពេល1ម៉ោង2ម៉ោង3ម៉ោងទៅតាមតម្រូវការរបស់យើងហើយសម្រាប់តម្លៃវិញគឺមានតម្លៃ1ម៉ោង$7សម្រាប់ការបុកវិញគឺយើងអាចបុកពីរប្រភេទគឺយើងអាចបុកតាមរយៈអនឡាញក៏បានឬក៏យើងមកដល់ទីតាំងហ្នឹងយើងបុកភ្លាមក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំបុកពីចម្ងាយហើយដោយសារតែខ្ញុំត្រូវការសុវត្ថិភាពមានកន្លែងគ្រប់គ្រាន់សម្រាប់កូនខ្ញុំពីព្រោះខ្ញុំធ្វើដំណើរជាមួយនឹងកូនតូចហើយបើនិយាយពីទីតាំងនៅកន្លែង Sleep Zone ហ្នឹងវិញគឺវាងាយស្រួលមែនតើវានៅចិត្តទីកន្លែងណាទាំងអស់និយាយទៅដើរចេញទៅកន្លែងញ៉ាំដើរចេញទៅកន្លែងទិញគឺនិយាយទៅនៅក្នុងចិត្តនៅកន្លែងញ៉ាំទៅក្នុង Terminal ហ្នឹងហ្មង